ចាពីខ្ញុំសិនំចាជំរាបសួរបងប្អូនចាថ្ងៃនេះជួយមកនាំបងប្អូនមកមើលផ្សារត្រពាំងជូរចាថ្ងៃនេះថ្ងៃទី28ខែ6ចាអញ្ចឹងក្រោយពីមេឃ្មុំបានចម្លងចាក្រេបលំអផ្កាត្រពាំងជូរចាពី3ថ្ងៃក្រោយមកគឺត្រពាំងជូរយើងចាប់ផ្ដើមរីកកាន់ផ្លែទូចចាបងប្អូនបានមើលឃើញចានេះអញ្ចឹងចាគឺភាគច្រើនសឹងតែ 90% ហើយដែលកាន់ផ្លែអញ្ចឹងបងប្អូនចានៅតែភាគតិចទេហើយជា 10% ទៀតគឺកំពុងតែរីកកាន់ផ្លែចាហើយខ្មុំ3ថ្ងៃ4ថ្ងៃមកជាប់គ្នារហូតចាគឺមកក្រេបលំអងផ្កាហ្នឹងហើយត្រពាំងជូរយើងក៏កាន់ផ្លែបងប្អូនចាទូចបងប្អូនឃើញអត់ចាគឺគ្រប់ទាំងផ្កាទាំងអស់ចាផ្កាទាំងអស់បងប្អូនចាអញ្ចឹងចង់មកបងប្អូនមើលចាហើយបញ្ជាក់បងប្អូនពេលដែលមានផ្កាដំបងខ្ញុំធ្វើវីដេអូប្រាប់បងប្អូនណាចាទុកតាធំផ្កាហ្នឹងវាមាន2ផ្កាឬស្មើ2សកលគឺទុក10សន្លឹកហើយយើងក្តិចត្រួយមួយក្តិចដើម្បីអ្វីបងប្អូនចាគឺក្តិចកុំឲ្យវាលូតប្រឹងលូតត្រួយទៀតកុំឲ្យលូតត្រួយដើម្បីឲ្យជីបឺតមកចិញ្ចឹមផ្កាតែបើសិនជាមានត្រួយទៅមុខវាប្រឹងតែបឺតទៅចិញ្ចឹមត្រួយខាងមុខឲ្យដែរញូចគេអញ្ចឹងចង់នៅខាងមុខអញ្ចឹងយើងក្តិចត្រួយទៅគឺវាលែងសូវលូតត្រួយតែជីហ្នឹងគឺវិលមកចាំផ្កាយើងនៅខាងក្រោយនេះវិញចាឲ្យធ្វើឲ្យផ្កាយើងឆ្លោះធំល្អបើសិនជាទុកឲ្យត្រួយហ្នឹងដើរលឿនពេកផ្កាយើងក៏រៀងសកោមទូចដែរចានេះទូចនេះចានេះចាគឺពី3ថ្ងៃនេះគឺខ្មុំមកច្រើនហើយពេលដែលខ្មុំមកច្រើនបងប្អូនចាពេលព្រឹកអីម៉ោង8 9 10ហ្នឹងគឺកំបាញ់ទឹកស្រោចពីលើផ្កាហ្នឹងបងប្អូនទុកឲ្យខ្មុំមកចាដើម្បីស្រូបចាផ្ការំអងផ្កាពាំងជូរយើងហើយផ្កាយើងក៏ចាប់ផ្ដើមកាន់ផ្លែទូចអញ្ចឹងចាហើយថ្ងៃនេះថ្ងៃអាទិត្យត្រូវដាក់ជីទៀតណាបងប្អូនចាថ្ងៃ28គឺចាំថ្ងៃអាទិត្យខែ6ចាជីខាងក្រោមគឺខ្ញុំប្រើជាមួយនឹងជីផ្លែឈើទុំម្ដងគឺជីជំនួយផ្លែតូចចាជីហ្នឹងខ្ញុំមានផ្អាប់ទុកឲ្យហើយចាំតិចទៀតខ្ញុំនាំបងប្អូនទៅមើលចារបៀបប្រើចាអញ្ចឹងឲ្យបងប្អូនមកមើលផ្កាសិនអំឡុងពេលនេះហើយពេលនេះកំពុងតែកាន់ផ្លែទូចបងប្អូនឃើញនេះតូចនេះទូចឡើងមានផ្កាប៉ោមផ្កាស្ដៅទៀតណាចាមានផ្លែត្រពាំងជូរទូចហ្នឹងហើយអ្វីដែលខ្វះមិនបានគឺទឹកបងប្អូនគឺអត់ឲ្យត្រូវដាច់ទឹកទេចាអញ្ចឹងណាបងប្អូនចាបាយជម្រាបលា